បាទសួស្តីប្រិយមិត្តជាទីរាប់អានក្នុងថ្ងៃនេះខ្ញុំនឹងលើកយកពីរបៀបកាត់តវីដេអូប្រកាសតរូបភាពសម្រាប់ធ្វើជាសារជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងខិតជិតមកដល់នៅមិនដល់20ថ្ងៃទៀតបងប្អូនណាបាទចូលឆ្នាំខ្មែរយើងនឹងមកដល់អញ្ចឹងក្នុងឱកាសបុណ្យចូលឆ្នាំក្នុងមួយឆ្នាំម្ដងបងប្អូនត្រូវបាទចេះធ្វើសារជូនពរទៅដល់ញាតិមិត្តទៅដល់បងប្អូននៅជិតឆ្ងាយសម្រាប់ធ្វើជាសារផុសតាមបណ្ដាញសង្គមសម្រាប់ជូនពរដល់ពួកគាត់ដែលជាទីគោរពជាទីស្រឡាញ់បងប្អូនណាបាទហើយក្នុងវីដេអូនេះបាទទស្សនាជាបងប្អូនបានមើលឬក៏បងប្អូនបានតាមដានហើយពេញចិត្តបងប្អូនជួយ follow page ឬក៏ចុចកន្លែងតាមដាន like share ឬក៏ចុច subscribe YouTube យើងម្នាក់មួយផងដើម្បីបងប្អូននឹងទទួលបានវីដេអូថ្មីៗក្រោយទៀតបាទអញ្ចឹងជាដំបូងបងប្អូនត្រូវទៅចូល down យកកម្មវិធី Insert ជាមុនសិនបងប្អូនណាបាទយើងធ្វើការកាត់កើតបាទចឹងកុំឲ្យខាតពេលបងប្អូនចូលទៅធ្វើទាំងអស់គ្នាបាទជាដំបូងយើងត្រូវចូលកម្មវិធី Insert ចុចលើ Insert ទៅបាទចុចលើ Insert បងប្អូនណាបាទអញ្ចឹងយើងចូលយកកណ្ដាលបងប្អូនណាបាទចុចកណ្ដាលមកបន្ទាប់មកញូវិជីបាទបន្ទាប់មកយើងត្រូវចូលទៅយកស៊ុំបងប្អូនណាបាទយកស៊ុំសម្រាប់យើងកាត់ហើយយើងចុចកន្លែងស៊ុំមកបាទរួចហើយយើងត្រូវជ្រើសរើសទំហំណាមួយដែលត្រូវស្តង់ដារបងប្អូនផុសតាមបណ្ដាញ Facebook ចុចលេខនេះមកអញ្ចឹងយើងយកដៃទាំងពីរមកបង្រីកមួយរួមវាបន្តិចបងប្អូនណាដើម្បីឲ្យវាត្រូវទំហំຂະຫນាតរបស់វាស្អាតបងបាទនេះមកបាទបន្តមកយើងចុច tick បាទបន្តទៀតយើងត្រូវចូលទៅយកស៊ុំអក្សរបងប្អូនណាស៊ុំអក្សរដែលយើងបានត្រៀមទុករួចរាល់ហើយបងប្អូនបាទអញ្ចឹងចុចលើនេះមកចុចលើ PIP មកតោះមកយើងចូលទៅលើបងប្អូនណាចូលទៅយកអក្សរដែលយើងបានត្រៀមទុកហើយបងប្អូនណាហើយសង្ឃឹមថាបងប្អូនទស្សនាជាបងប្អូនខ្វះនៅអក្សរនេះបងប្អូនទំនាក់ទំនងមកខ្ញុំនឹងចែកតាម Telegram បងប្អូនណាបាទអញ្ចឹងចូលទៅលើទៅបងប្អូនណាដើម្បីទៅរកអក្សរអញ្ចឹងយើងតិចមកលើអក្សរមកបងប្អូនណាបាទយើងបានអក្សរមកបាទអញ្ចឹងយើងរីករួមវាបងណានេះបងប្អូនណាហើយសារជូនពរនេះគេសំដៅទៅលើសារជូនពរទៅដល់ឪពុកម្ដាយរបស់យើងមកបងប្អូនបាទអញ្ចឹងខ្ញុំបានអក្សររួចរាល់ហើយអញ្ចឹងយើងចុច tick អញ្ចឹងយើងទៅធ្វើអក្សរសួស្តីឆ្នាំថ្មីបងប្អូនណាបាទអញ្ចឹងយើងចូលទៅអក្សរទីចុចលើអក្សរទីបងប្អូនណាបាទអញ្ចឹងយើងវាយអក្សរសួស្តីឆ្នាំថ្មីបងបាទសួស្តីឆ្នាំថ្មីបងប្អូនណាបាទយើងទីមកលើបងប្អូនណាបាទអញ្ចឹងយើងចូលទៅធ្វើfont អក្សរយើងតម្លើងពុម្ពអក្សរឲ្យបានស្អាតកន្លែងសួស្តីឆ្នាំថ្មីនេះបាទអក្សរនេះចុចវាយទៅវារៀងខុសទេបងប្អូនសូមជាថ្លៃលុបបាទសួស្តីឆ្នាំថ្មីបងប្អូនអញ្ចឹងដើម្បីយើងទៅរក font អក្សរយើងត្រូវដាក់ពណ៌ជាមុនសិនបងប្អូនណាចុចកន្លែងនេះមកសម្រាប់យើងតម្លើងពណ៌វាបានស្អាតបងប្អូនចង់យកពណ៌អីក៏បានបងប្អូនណាបាទពណ៌មាសពណ៌ក្រហមពណ៌អីក៏បានដែរបងប្អូនតែបងប្អូនស្រឡាញ់បាទនេះមកណាអញ្ចឹងយើងចូលទៅរកពុម្ពអក្សរfont អក្សរដើម្បីចូលទៅរក font អក្សរយើងចូលទៅ A តូច A ធំទៅនេះបងប្អូនណាចុចមកទៅនឹងមកហើយយើងចុចមើលទៅបងប្អូនណាស្អាតមួយណាយើងយកមួយហ្នឹងបាទរើសអស់មកបាទប៉ុណ្ណេះអូខេបងប្អូនណាបាទបើយើងចង់ដាក់ពណ៌អីទៀតយើងចុចកន្លែងនេះកន្លែងបងប្អូនតម្លើងវាចឹងមករៀងភ្លឺតិចបងប្អូនណាអញ្ចឹងយើងចុចដើម្បីយើងបន្ថយអក្សររៀងតូចតិចយើងត្រូវចុចកន្លែងនេះឬហើយយើងទាញមកចេះបងប្អូនណាអូខេសួស្តីឆ្នាំថ្មីរៀងតិចបងប្អូនណាបាទអញ្ចឹងបើសិនជាបងប្អូនថាអូខេហើយយើងចុច tick ឬហើយយើងតម្រៀបអក្សរយើងរៀងស្អាតតិចបងប្អូនបាទនេះមកបាទអញ្ចឹងយើងអានក្នុងសំណេរគេដាក់ថាសួស្តីឆ្នាំថ្មីសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាសិទ្ធិពរជ័យជូនចំពោះលោកឪពុកឈ្មោះអីយើងចូលទៅដាក់ឈ្មោះគាត់ចឹងទៅបងណាបាទឥឡូវខ្ញុំឧទាហរណ៍មួយ
បាទចូលកន្លែងនេះមកបងណាចូលកន្លែងអក្សរ T មកលើកឪពុកយើងឈ្មោះយើងដាក់ឈ្មោះហ្នឹងទៅបងណាឧទាហរណ៍ឡើយខ្ញុំឧទាហរណ៍លើកឪពុករបស់ខ្ញុំចុះអញ្ចឹងមកបងវាយអក្សរមកអញ្ចឹងយើងទាញដាក់ប៉ុណ្ណេះមកប៉ុន្តែបើសិនជាអក្សរហ្នឹងយើងអត់ពេញចិត្តយើងត្រូវចូលទៅ font ម្ដងទៀតបងណា A ទៅ A ធំដើម្បីយើងរក font អក្សរមួយដាក់រឿងស្អាតជាងនឹងតិចចូលមកបាទអញ្ចឹងមកបងយើងចុចមើលអញ្ចឹងបងប្អូនស្រឡាញ់មួយណាយើងយកមួយហ្នឹងទៅបងណាបាទបាទអញ្ចឹងមកចុចអញ្ចឹងមកបងប្អូនស្រឡាញ់មួយណាយើងយកមួយហ្នឹងទៅចាំតិចបងណាហើយអានេះគាត់ថាជាឧទាហរណ៍ណាបងណាបងប្អូនស្រឡាញ់របៀបណាបងប្អូនយករបៀបហ្នឹងទៅបងណាបងប្អូនស្រឡាញ់ជា font អក្សរមួយណាបងប្អូនយក font អក្សរមួយហ្នឹងទៅសម្រាប់ខ្ញុំធ្វើសម្រាប់ជាឧទាហរណ៍បងប្អូនយល់បាទអញ្ចឹងរួចហើយយើងចុច tick បាទបន្ទាប់មកយើងបានឈ្មោះហើយបងណាបាទបន្ទាប់មកយើងត្រូវចូលទៅរកស៊ុំរូបថតបងប្អូនណារកស៊ុំរូបថតរបស់គាត់យកមកដាក់បាទអញ្ចឹងមកបាទអញ្ចឹងដើម្បីចូលទៅរកស៊ុំយើងត្រូវចូលកន្លែងនេះបងណាចូលកន្លែងយ៉ាសុំទោសចូលកន្លែង VIP នេះទៀតចុចពឹបលើហ្នឹងមកបាទយើងចូលទៅរកស៊ុំសម្រាប់ដាក់រូបថតចាំតិចបងណាអូខេនេះឥឡូវខ្ញុំចូលទៅយកស៊ុំនេះមកណាយ៉ាហ្នឹងគេឲ្យបងចូលទៅសារថ្មីទៀតបាទនេះបងណាយើងបានស៊ុំមកបងណាឥឡូវយើងទាញមកដាក់ម្ដុំសិនយើងចូលទៅយករូបថតបងណាចូលយករូបថតគាត់យើងចូលទៅយករូបថតដេញបុគ្គលណាមួយក៏ដោយឲ្យតែយើងត្រូវជូនពរដល់គាត់អញ្ចឹងខ្ញុំចូលទៅយករូបថតគាត់ប៉ុន្តែរូបផងគាត់អត់បានមូលទេអញ្ចឹងយើងចូលទៅកាត់រូបរបស់គាត់ផងណាដើម្បីចូលទៅកាត់យើងចូលកន្លែងម៉ាស់បងណាកន្លែងនេះម៉ាស់នេះឬហើយយើងចុចរកនេះកន្លែងបងមូលបងចុចពឹបមកអញ្ចឹងវានឹងកាត់រូបថតដោយស្វ័យប្រវត្តិបងអញ្ចឹងមកសេរីតិចមកបងណាអញ្ចឹងរបៀបមូលក៏យើងធ្វើបានប៉ុន្តែបើយើងយករបៀបពងកពើក៏បានបងណាបាទធ្វើរបៀបពងកពើចឹងមកយើងធ្វើតាមស៊ុំយើងបងបាទបាទអញ្ចឹងរួចហើយយើងចុច tick អញ្ចឹងយើងបានរូបថតផងគាត់បងប្អូនណាយើងទៅយើងពង្រួញបន្តិចមកយើងដៃយើងពង្រួញតូចជាងហ្នឹងមកណាបាទពង្រួញតូចតិចមកណាបាទប៉ុណ្ណេះមកអូខេយើងទូចតិចទៀតមកបាទនេះមកឬហើយយើងចូលទៅយកស៊ុំបាទចូលយកស៊ុំយើងត្រូវចុចពីលើស៊ុំបងប្អូនទាញមកបាទរួចមកណាឲ្យត្រូវរូបថតអូខេឬហើយយើងចុច tick ខាងនេះឥឡូវយើងបានរូបថតហើយបងប្អូនណាប៉ុន្តែយើងចូលទៅបំពេញនៅអក្សរខាងក្រោមបន្តិចទៀតបាទបាទប៉ុន្តែជាការស្រាច់បងប្អូនបាទអញ្ចឹងយើងសេរីអក្សរតិចមកបងណាសួស្តីឆ្នាំថ្មីយើងដាក់នេះមកសេរីតិចមកបងណាបាទនេះអូខេអញ្ចឹងយើងចុច tick
vàបន្ទាប់មកយើងត្រូវទៅសរសេរខាងក្រោមគេដាក់ថាគោរពជូនពីគោរពជូនពរពីខ្ញុំអញ្ចឹងទៅពីខ្ញុំគឺយើងអ្នកជូនពរគាត់ហ្នឹងបងប្អូនណាបាទយើងដាក់យើងចូលអក្សរ T ម្ដងទៀតខ្ញុំអញ្ចឹងមកដក clear យើងដាក់ឈ្មោះយើងបងប្អូនបាទឥឡូវខ្ញុំដាក់ឈ្មោះខ្ញុំព្រោះយើងអ្នកជូនពរគាត់បាទអញ្ចឹងយើងបានអក្សរយើងចុចយើងវាយហើយយើងចុច text មកណាចុចក្រោមនេះមកតោះមកយើងទាញមកក្រោមមកបងប្អូនប៉ុន្តែយើងធ្វើរឿងតូចណាដោយសារកន្លែងយើងចង្អៀតដាក់ពីក្រោមមកណាធ្វើតូចទេបងណាបាទប៉ុណ្ណេះមកអូខេបាទដល់លើតិចមកបាទបាទដោយសារកន្លែងយើងចង្អៀតមកណាប៉ុណ្ណេះជាការស្រេចអូខេហ្នឹងហើយនេះជាសារជូនពរបងប្អូនណាបាទចឹងរួចហើយយើងចុច text មកបាទអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនណាបាទបើសិនណាជាបងប្អូនពេញចិត្តនៅវីដេអូជួយ like ជួយ share follow page ម្នាក់មួយផងបងប្អូនណាដើម្បីបងប្អូននឹងទទួលបាននៅវីដេអូក្រោយៗថ្មីទៀតបងប្អូនណាបាទអញ្ចឹងខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាបាទសង្ឃឹមថាបងប្អូននឹងចេះធ្វើបាទហើយរួចហើយយើងចុចខាងលើមកបងប្អូនណាចុចលើមកដើម្បីយើង save យកសារជូនពរទៅប្រើប្រាស់ចុចខាងលើមកបាទអូខេអញ្ចឹងបានជាស្ថាពរអរគុណនិងសូមជម្រាបលា